នេះពីរឿងដើរលេងក៏ពីខ្ញុំបែកឆ្វេងខ្ញុំអាយុតិចប៉ុន្តែមិនមែនជាកូនក្មេងការនឹងវាក្លំព្រាបបាននឹងឈើវែងខ្ញុំស្គាល់សង្គមក្រៅស្គាល់សង្គមដែលបែកផ្សែងពីព្រឹកទល់យប់ហើយពីយប់ទល់ព្រឹកមិនស៊ីមិនដេកជុតតែបារេះផឹកទឹកមិនដឹងលាក់ធ្វើស្អីការពិតចេញពីសំដីជក់មកតកមកតិន7ថ្ងៃកាលពីនៅតូចខ្លាចអ្នកជក់មកឃើញពួកវាដូចជាឃើញសត្វខ្លាពេលដែលចេះជក់ក៏មិនខ្លាចរអាឲ្យតែលឺមកខ្ញុំប្រឹងក្បល់ក្បាលទៅសេបត់នេះខ្ញុំគ្រាន់តែចង់ចែករំលែកកុំឲ្យពុទ្ធទៅចេះជក់ធ្វើចរិតលយពេកមើលទៅហែងមើលទៅមុខស្លេកប្រយ័ត្នចូលត្រង់អត់មានកន្លែងដេកចេញយប់បលិសដែងចាប់អារឿងលួចចង់ប្រាស់បច្ចនាមិនខ្លាចទេថាមិនខ្លាចគប់ចង្វាក់មកតកធ្វើឲ្យយើងភ្នែកខ្វាក់កណ្ដាលសមួយនេះបានប្រឡាក់ហ៊ានចូលគប់ឲ្យតបានប្រាក់សលៀងកំបិតទុកស្គួរកាប់ចាក់អ្នកមិនដាយហូបទឹកភ្នែកស្រាក់ខ្ញុំជាអាមកមានចង់រៃបលែងព្រឹងកឆាថាមិនដឹងខ្យល់ស្អីខ្ញុំមកបាតាមរត់ដើម្បីបលែងឯងចូលមកថាអញមិនខ្លាចខ្សែគួរក្បាលខ្ញុំមិនបានវល់ផ្ទៃអាចយកមកខ្លែមនឹងវល់មរិចអាណាព្យាបាលសូមស្រែកតិចតិចកុំឲ្យកូនបោដូចជាខ្លេចខ្ញុំជាអាកូនចង់រៃកុំជួប្រយ័ត្នចង់រៃធ្វើបាបម៉ែប្រយ័ត្នចង់រៃបាទខ្ញុំថាប្រយ័ត្នចង់រៃជុំផ្ទះគេតិចសួរគេរថៃខ្លួនមួយបាច់មាន2 3ក៏អាចអោយដេកនៅនឹងដីក៏រុកគ្នាវាប្រសើរជាងអីទៅស្គាល់កុំធ្វើដូចចិត្តស្និទ្ធកុំឲ្យទ្រាំមិនបានទាន់ខ្ញុំនៅអាណិតចង់ខ្លាំងជាមួយខ្ញុំតតែខ្លាំងក្នុងជីវិតត្រឹមអាក្មេងដេកផ្ទះមិនចាំបាច់ប្រាកបិតព្រោះឥឡូវខ្ញុំសែនតោកយ៉ារស់នឹងគេដេញដូចជាខ្លែងស្រាព្រោះជីវិតតតែយើងហ៊ានសាបើមិនហ៊ានអាចបាច់ជាសពសាតោះចោលតាមផ្លូវដែលសំដៅទៅរកលឺជីវិតយប់សែនជ្រៅមិនក៏សែនងងឹតថាខ្ញុំ